ok អ្នកទាំងអស់គ្នាមកដល់ត្រង់ចំណុចនេះអ្នកខ្ញុំជម្រាបសាញ់អាមកជាការចុះឈ្មោះលើកដំបូងបំពេញប្រទេសលេខទូរស័ព្ទនិងលេខកូដសម្ងាត់អូខេលើខ្ញុំបំពេញលេខទូរស័ព្ទមិនចាំបាច់ដាក់លេខ0ខាងមុខទេណា password នេះខ្ញុំសូមយក password ដដែលមានលេខមានអក្សរតូចអក្សរធំនិងសញ្ញាដើម្បីវាជាការសុវត្ថិភាពក៏ដូចជាងាយស្រួលក្នុងការសាញ់អាប់ WeChat តែម្ដងចាឥឡូវនេះខ្ញុំបំពេញរួចហើយយើងចុចខាងក្រោមរង្វង់មូលនឹងធីកមកអូខេចុចពាក្យ next មកដល់ត្រង់ចំណុចនេះអ្នកនរគ្នាគឺជា policy របស់គេអញ្ចឹងយើងអស់មករហូតដល់ចេញរង្វង់មូលយើងធីកមកចុចពាក្យ next យើងនឹងចាំបន្តិចចុចពាក្យ start យើងមិនចាំបាច់មាន mail ដូចពីមុនទេអ្នកនរគ្នាមានតែលេខទូរស័ព្ទមួយគឺងាយស្រួលដល់ត្រង់ចំណុចនេះអ្នកនេះឆ្លើយសំណួរគេមកហើយចុចពាក្យ take កន្លែងណាដែលត្រឹមត្រូវហើយចុចពាក្យ close វាត្រឡប់មកសារដើមអ្នកនេះសូមកុំបិទឲ្យសោះត្រង់ចំណុចហ្នឹងចុចពាក្យ next អូខេហើយអូសមកទៀតវាអត់មានរង្វង់ទេអ្នកនេះចុចពាក្យ next មកក៏បានដែរឬក៏អូសរហូតដល់ក្រោយក៏បានដែរអញ្ចឹងសូមចុច next មកដល់ត្រង់ចំណុចនេះគឺមានរង្វង់ទៀតហើយអ្នកនរគ្នាអញ្ចឹងអ្នកនេះអូសមកឬក៏ចុចលើរង្វង់ហ្នឹងដើម្បីបន្តទៅ next ទៀតក៏បានដែរប៉ុន្តែនេះខ្ញុំសូមធ្វើការអូសអ្នកនរគ្នាយល់ល្អអ្នកនរគ្នាអូសទៅដើម្បីជាការដូចជាយើងបានអាន policy របស់គេអញ្ចឹងណាអូខេឥឡូវយើងបន្តទៅមុខទៀតមកដល់ត្រង់ចំណុចនេះយើងចុចពាក្យ start វាដដែលលើអ្នកនរគ្នាតែកុំឲ្យបិទឲ្យសោះហើយមកដល់ត្រង់ចំណុចឆ្លើយសំណួរគេដដែលយើងធីកមកអូខេចុចពាក្យ startអូខេមកដល់ត្រង់ចំណុចនេះគឺខាងក្រុមហ៊ុន WeChat គេនឹងផ្ញើលេខកូដ6ខ្ទង់ទៅដៃលេខទូរស័ព្ទដៃរបស់អ្នកនរគ្នាឥឡូវបានមកដល់ហើយអ្នកនេះចឹងយើងបំពេញមក731626អូខេឥឡូវយើងចុចពាក្យ submit អូខេឥឡូវមកដល់ចំណុចនេះអ្នកនរគ្នាអាចជ្រើសចំណុចមួយណាក៏បានដែរតែជាធម្មតាអ្នកនរគ្នាចុចពាក្យ yes ក៏បានដែរណា login now ក៏បានដែរអត់បញ្ហាទេពីរហ្នឹងអត់សំខាន់អញ្ចឹងនេះខ្ញុំសូមធ្វើការចុចដើម្បីបន្តទៅខាងមុខទៀតអូខេមកដល់ត្រង់ចំណុចនេះអ្នកនរគ្នាគ្រាន់តែអូសវាមកឲ្យត្រឹមត្រូវមកណាកុំឲ្យលើសកុំឲ្យខ្វះអីចឹងទៅឥឡូវយើងចុចឲ្យត្រឹមត្រូវហើយវាវិលតទៅមុខទៀតហើយមកដល់ត្រង់ចំណុចមួយនេះគឺជាចំណុចមួយដែលយើងត្រូវបំពេញ password របស់យើងហើយនឹងបញ្ជាក់ password របស់យើង password របស់យើងគឺមានរយៈពេល3ថ្ងៃទើបយើងអាចធ្វើការផ្លាស់ប្ដូរបានណាអ្នកនរគ្នាអត់អាចធ្វើការផ្លាស់ប្ដូរភ្លាមបានទេអញ្ចឹងខ្ញុំសូមបំពេញ password ដែលបំពេញពីដំបូងហ្នឹងយកមកដាក់ឲ្យបានត្រឹមត្រូវកុំឲ្យខុសគ្នាឲ្យសោះអ្នកនរគ្នាឥឡូវនេះខ្ញុំសូមធ្វើការបំពេញ password តែម្ដងនេះអ្នកនរគ្នាត្រង់ចំណុចនេះគឺគេបញ្ជាក់យើង3ថ្ងៃបើយើងអាចធ្វើការផ្លាស់ប្ដូរបានណាអូខេនេះហើយយើងសូមធ្វើការរងចាំវាលោតបញ្ជាក់មករហូតអ្នកនរគ្នាណាអូខេប៉ុណ្ណេះជាការស្រេចអ្នកនរគ្នាឥឡូវខ្ញុំបានបង្កើត account WeChat មួយទៀតហើយដែលមិនចាំបាច់មាន Gmail ឬក៏ mail ដូចពីមុនទេគឺវិធីបែបនេះគឺងាយស្រួលអ្នកនរគ្នាសម្រាប់ version ថ្មីអញ្ចឹងសម្រាប់វីដេអូនេះនាងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់